មេរៀន3ចំណុចដែលអ្នកគួរបង្រៀនកូនៗរបស់អ្នកតាំងពីក្មេងមុនទៅប្រឡូកក្នុងពិភពអាជីវកម្មនៅពេលដែលកូនៗរបស់អ្នកនៅក្មេងក្នុងនាមជាឪពុកម្ដាយអ្នកដើរតួនាទីសំខាន់ណាស់សម្រាប់ផ្ដល់ជាគំរូដល់ពួកគេសូមចាំថាឥរិយាបថរបស់អ្នកបែបណាវានឹងជះឥទ្ធិពលដល់កូនៗរបស់អ្នកហេតុដូច្នេះហើយវាជារឿងចាំបាច់ដែលអ្នកត្រូវធ្វើឲ្យអនាគតរបស់ពួកគេត្រចះត្រចង់តែអ្នកនឹងធ្វើដូចម្ដេចខាងក្រោមនេះគឺជាមេរៀន3ដែលអ្នកគួរបង្រៀនពួកគេឲ្យបានមុនឈានជើងចូលថ្នាក់មហាវិទ្យាល័យសម្រាប់ត្រៀមខ្លួននៅក្នុងពិភពជំនួញទី1សារៈសំខាន់នៃការផ្ដោតលើពេលវេលានិងលុបចោលសកម្មភាពគ្មានប្រយោជន៍ក្នុងនាមជាឪពុកម្ដាយការយកពេលទៅអង្គុយមើលកញ្ចក់ទូរទស្សន៍ឬទូរស័ព្ទបានក្លាយជាទម្លាប់ទូទៅមួយរបស់គ្រួសារសម័យថ្មីក៏ប៉ុន្តែនៅពេលគិតដល់អនាគតកូនៗរបស់អ្នកត្រូវបង្ហាត់បង្រៀនពួកគេឲ្យចេះប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពចាប់ពីក្មេងទៅអ្នកត្រូវបែងចែកពេលវេលាសម្រាប់ពួកគេថាពេលណាអាចមើលទូរស័ព្ទបានពេលណាត្រូវរៀនការងារណាខ្លះដែលអតិភិបអ្វីដែលសំខាន់បំផុតនៅទីនេះគឺអ្នកត្រូវឲ្យពួកគេយល់ឲ្យច្បាស់ពីសារៈសំខាន់នៃពេលវេលាដែលត្រូវប្រើប្រាស់ឲ្យមានប្រយោជន៍និងបោះចោលទម្លាប់មិនល្អជាច្រើនរបស់ពួកគេទី2ជំនាញគ្រប់គ្រងពេលវេលាការផ្ដោតលើសារៈសំខាន់នៃពេលវេលានិងការលុបចោលសកម្មភាពគ្មានប្រយោជន៍មួយចំនួនរបស់កូនៗរបស់អ្នកមិនទាន់គ្រប់គ្រាន់នៅឡើយទេអ្នកត្រូវបង្ហាត់បង្រៀនពួកគេឲ្យចេះជំនាញមួយទៀតដែលមានសារៈសំខាន់នោះគឺការគ្រប់គ្រងពេលវេលាជាការពិតនៅពេលពួកគេនៅក្មេងកិច្ចការមួយនេះមិនមែនជាកាតព្វកិច្ចរបស់ពួកគេឡើយក៏ប៉ុន្តែអ្នកត្រូវអន្តរាគមន៍ជួយពួកគេឲ្យរៀបចំកាលវិភាគកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃដូចជាគម្រោងកិច្ចការសាលាសកម្មភាពក្រោយមកពីសាលារៀននិងការលេងកម្សាន្តជាមួយអ្នកឬមិត្តភ័ក្តិរបស់ពួកគេជាដើមមិនតែប៉ុណ្ណោះការគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពគឺនៅពេលដែលពួកគេអាចធ្វើកិច្ចការរបស់ខ្លួនដោយជោគជ័យតាមអតិភិបទី3ផ្ដល់ពេលវេលាសម្រាប់ការបង្កើតថ្មីឬភាពច្នៃប្រឌិតថ្មីៗចំណុចចុងក្រោយដែលអាចឲ្យកូនៗរបស់អ្នកប្រឡូកកាន់តែជ្រៅនៅក្នុងពិភពជំនួញនោះគឺការផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់ពួកគេឲ្យចេញបង្កើតភាពច្នៃប្រឌិតថ្មីៗអ្នកត្រូវផ្ដល់ឱកាសឲ្យពួកគេបង្ហាញសមត្ថភាពគំនិតច្នៃប្រឌិតមហិច្ឆតាឬបង្រៀនពួកគេឲ្យចេះដោះស្រាយបញ្ហាដោយខ្លួនឯងបន្ថែមពីនេះអ្នកត្រូវលើកទឹកចិត្តពួកគេធ្វើឲ្យពួកគេជឿជាក់លើខ្លួនឯងបង្រៀនពីរបៀបព្យាយាមនិងការយកឈ្នះភាពបរាជ័យជាដើមអ្នកមិនចាំបាច់រំពឹងទុកខ្លាំងពេកលើលទ្ធផលរបស់ពួកគេនោះទេពលបើពួកគេធ្វើបានល្អបន្តិចម្ដងនោះជាសញ្ញាណល្អសម្រាប់អនាគតកូនៗរបស់អ្នកហើយសូមចុច Like, Share និង Subscribe Page Channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត